ចាជាដំបូងខ្ញុំសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់សិស្សានុសិស្សដែលរៀននៅថ្នាក់ទី11ទាំងអស់គ្នានាងខ្ញុំឈ្មោះសួងសុនិចថ្ងៃនេះគឺខ្ញុំលើកយកពិសោធន៍មួយដែលស្ថិតនៅក្នុងចំពុកទី3មេរៀនទី2ប៉ូតុងស្យាលអុកស៊ីដូរ៉េដូកម្មនៅក្នុងចំណុច 2.1 គឺថ្មពិលដាញ៉ែលអញ្ចឹងដោយបងប្អូនបានសិក្សារួចមកហើយថាថ្មពិលគឺជាចនិតាចរន្តជាប់ដែលបំលែងពីប្រតិកម្មគីមីទៅជាថាមពលអគ្គិសនីហើយជាទូទៅថ្មពិលគឺផ្សំឡើងអំពីកន្លះពិលពីរដែលត្រាំនៅក្នុងសូលីស្យុងពីរផ្សេងគ្នាជាប់គ្នាទៅដោយស្ពានអំបិលហើយក្នុងពិសោធន៍នេះដែរគឺខ្ញុំនឹងលើកយកថ្មពិលដាញ៉ែលយកមកបកស្រាយនៅក្នុងពិសោធន៍ថ្មពិលដាញ៉ែលនេះដែរគឺមានគោលបំណងដើម្បីបកស្រាយអំពីដំណើរការរបស់ថ្មពិលដាញ៉ែលមុនឈានទៅចូលទៅដល់ដំណើរការពិសោធន៍យើងត្រូវពាក់ស្រោមដៃឲ្យបានត្រឹមត្រូវពាក់ម៉ាស់និងពាក់អាវពិសោធន៍ដើម្បីការពារសុវត្ថិភាពនៅពេលដែលយើងធ្វើពិសោធន៍បន្តមកទៀតនាងខ្ញុំនឹងបង្ហាញអំពីឧបករណ៍និងសារធាតុគីមីចាំបាច់ប្រើប្រាស់នៅក្នុងពិសោធន៍នេះចាឥឡូវយើងចូលទៅដល់ឧបករណ៍គឺឧបករណ៍របស់យើងមានស៊ីឡាំងក្រិតមានកែវបេសៀចំនួន2មានពិប៉ាតបន្តក់មានមុលទីម៉ែត្រមានខ្សែចម្លងដែលមានដង្កៀបសងខាងបែបនេះចូលទៅដល់សារធាតុគីមីគឺយើងមានសូលីស្យុងទង់ដែងស៊ុលផាតកំហាប់ 1m សូលីស្យុងសង្កសីស៊ុលផាតកំហាប់ 1m ដូចគ្នាដែរហើយនឹងសូលីស្យុងសូដ្យូមក្លរ៉ូដែលយើងមានត្រាំក្រដាសជូតមាត់ធ្វើជាស្ពានអំបិលហើយនេះគឺជាអេឡិចត្រូតដែលធ្វើអំពីសង្កសីនិងនេះគឺជាអេឡិចត្រូតដែលធ្វើអំពីទង់ដែងហើយយើងមកមើលដំណើរការពិសោធន៍ទាំងអស់គ្នាអញ្ចឹងជាដំបូងយើងត្រូវវាល់សូលីស្យុងទង់ដែងស៊ុលផាតចំនួន50មីលីលីត្រដាក់ចូលទៅក្នុងស៊ីឡាំងក្រិតហើយបន្តមកទៀតចាក់វាចូលទៅក្នុងកែវបេសៀហើយបន្តមកទៀតគឺយើងវាល់សូលីស្យុងសង្កសីស៊ុលផាតដាក់ចូលទៅក្នុងស៊ីឡាំងក្រិតហើយដាក់ចូលទៅក្នុងកែវបេសៀដូចគ្នាដែរចាដំណើរការបន្តទៀតគឺយើងត្រូវយកបន្ទះសង្កសីទៅត្រាំនៅក្នុងសូលីស្យុងសង្កសីស៊ុលផាតហើយបន្ទះទង់ដែងគឺយើងត្រាំនៅក្នុងសូលីស្យុងទង់ដែងស៊ុលផាតហើយបន្តមកទៀតគឺយើងត្រូវយកខ្សែចម្លងដែលមានដង្កៀប2ចាប់ទៅលើអេឡិចត្រូតនីមួយៗដោយពោលដកគឺយើងចាប់ទៅលើអេឡិចត្រូតសង្កសីហើយពោលបូកគឺយើងចាប់ទៅលើអេឡិចត្រូតទង់ដែងបន្តមកទៀតគឺយើងត្រូវយកឧបករណ៍ multimeter ដែលយើងកាច់វាទៅលេខ20មកហើយយើងភ្ជាប់វាជាមួយនឹងខ្សែចម្លងនេះជំហានចុងក្រោយគឺយើងត្រូវដាក់ស្ពានអំបិល
ដាក់ស្ពានអំបិលគឺដើម្បីឲ្យចរន្តឆ្លងកាត់ឬក៏យើងបំពេញអ៊ីយ៉ុងដែលបាត់បង់នៅក្នុង solution ចាបន្តមកទៀតគឺយើងកលេចទៅមើលលេខនៅលើ multimeter របស់យើងចាគឺឃើញថាវាលោតទៅដល់លេខ 0.92 អញ្ចឹងមានន័យថាកម្លាំងអគ្គិសនីចលកររបស់ពិលហ្នឹងគឺស្មើនឹង 0.92 វ៉ុលអញ្ចឹងដំណើរការពិសោធន៍របស់នាងខ្ញុំក៏ឈានដល់ទីបញ្ចប់ហើយជាចុងក្រោយក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ចាសសូមជម្រាបលា